សួស្តីអ្នកនរខ្ញុំបាទរត់ថ្ងៃនេះខ្ញុំមកលេងវា1 block តែអ្នកនរគ្នាបានស្គាល់ហើយតែវាមានដីតែម្ដុំទេនៅលើមេឃហើយក៏មិនខាតពេលវេលាយូរតយើងចូលទៅលេងបងប្អូនមុនដំបូងយើងធ្វើការជីកដីសិនណាបងប្អូនជួយមិនចឹងមកបាទតឥឡូវយើងមកវិញហើយយើងធ្វើការជីកបបនឹងចោលហើយខ្ញុំបណ្ដៃសិនទៅសាខ្លាចលេបបនេះគ្មានស្អីសោះយើងជីកដីទៅវានៅមានដីទៅប្លុកបាទគ្នាយើងកំពុងជីកហ្នឹងក៏វាបានឡើងទៅវិញតែយើងជីកគ្រប់ប្លុកវាហើយមកពេលយើងក៏បានជីករហូតហើយនៅក្នុងជីកហ្នឹងក៏មានសត្វគេហៅជាមនៅលើវាស្គាល់ហើយគេនៅបាត់សាមានដីបាត់វាហើយវាបានប្លុកវាបានមានស្បេះវាទូជាតិបើសិនយើងដាំវាចាត់វាធ្លាក់ខ្ញុំក៏បានដាក់ដីកន្លែងវាធំល្អពេលនោះវាមកខ្ញុំវាក៏បានឆេះមួយដែលមានឈើច្រើនមើលទៅឃើញមានឈើច្រើនខ្ញុំក៏បានរើហើយក៏មកធ្វើឆេះមួយដាក់របស់ដែលយើងកាប់បានมันแน่เวทวันบล็อกมันบอกมีจิตได้บัดได้บัดมันบอกไอ้เป็นไอเทมน่าร้อนได้เชิญไปยังปราบานจะเป็นไอเทมไปโทษเธอในตอนนี้มาตามวิดีโอหนึ่งตัวตาขยมมันเธอเก่งขนาดภาษาเนี่ยเธอทำไมอย่างตอนยังมาโซเจนใจเลยlàm việc đấy chăm ba chân cái bật đấy rồi về thông thì bây giờ slow sang sau tiền đâm lại đâm đi chân đó cái này ហើយខ្ញុំក៏បានមកអង្គុយកាប់វាខ្លះដែរដើម្បីខ្ញុំបិទដេកតែពេលកាប់មានជីកោមកមួយបើចឹងយើងសូវភ័យដែរហើយនេះជាឆេះលើកទី2ដែលខ្ញុំទទួលបានគឺវាមាន item ប៉ុណ្្នឹងឯងខ្ញុំក៏បានប្រមូល item ផងដែរដើម្បីទុកប្រើការតមកខ្ញុំក៏បានកាប់បានបបមួយទៀតតែវាមានរបស់ល្អនៅក្នុងហ្នឹងតពីប្រមូល item ហើយខ្ញុំក៏បានកាប់បន្តទៀត
ហើយខ្ញុំក៏ទទួលបានឆេមួយទៀតតែវាមិនមែនជារបស់ល្អទេគ្រាន់តែជាឈើខ្ញុំក៏បានប្រមូលឈើនឹងយកដាក់ក្នុងខ្លួនហើយក៏ចាប់ផ្ដើមកាប់ទៀតពេលនោះខ្ញុំក៏បានកាប់សត្វដើម្បីយកសាច់វាខ្លះដែរហើយខ្ញុំក៏បានអាប់ក្រេតបន្ថែមរបស់ខ្ញុំទៅជាថ្មដើម្បីវាកាប់ទៅជាមុនហើយនេះគឺជាឆេដែលកាប់វាមានតែក្របពូជអត់ប្រយោជន៍ខ្ញុំក៏បានមកក្រាបបន្ថែមរបស់ខ្ញុំដែលធ្វើមកពីដែកខ្ញុំក៏បានមកក្រាស់បន្ថែមធ្វើមកពីថ្មឲ្យវាកាប់លឿនជាងមុនហើយខ្ញុំក៏បានដាក់ដីឲ្យវាធំបន្ទាប់ពីបានបិទដីហើយខ្ញុំក៏បានយកឈើចេញពីឆេះដើម្បីយកមកសក់ខ្ញុំគាត់ថាសក់បានច្រើនគួរវាហ្នឹងពេលដែលខ្ញុំបងសក់ហ្នឹងប្រភេទខ្ញុំក៏បានកាប់បានឆេះមួយដែលមានអាម៉ត្រីមនៅក្នុងហ្នឹងខ្ញុំក៏បានយកវាមកក្រាស់ធ្វើ slab ហើយតមកមិត្តភក្តិខ្ញុំក៏បានកាប់ដល់ពេលទៅវា upgrade ខ្លាយជាទៀតយើងកាប់បានរបស់ថ្មីទៀតឈើសត្រឹមតែមួយ stack ធ្វើបាន slab ច្រើនគួរសមដែរតែមកធ្វើផ្ទះហើយបន្តពីធ្វើ slab ហើយខ្ញុំក៏បានយក slab ទៅដាក់ក្នុងប្រអប់សិននៅពេលដែលខ្ញុំកំពុងកាប់ដីមាន skeleton មកបាញ់ហើយខ្ញុំក៏បានកាប់វាងាប់ទៅដល់ទៅវា spawn ពេលថ្ងៃអ្នកទាំងអស់គ្នាមើលដល់នាទីនេះហើយជួយចុច like និង subscribe មួយផងតែសារ channel ខ្ញុំ channel ថ្មីទេ
តពីដាក់ដីខ្ញុំក៏បានទៅកន្លែងដាំដំណាំមួយដើម្បីដាំក្រូចខ្ញុំកំពុងតែធ្វើកន្លែងដាំដំណាំសុកគ្នាខ្ញុំក៏បានកាប់បានឆេះហើយអ្នកទាំងអស់គ្នាមកអាចធីមតាមនឹងទៅហើយខ្ញុំបានមកធ្វើplan កន្លែងទុកធ្វើផ្ទះរបស់យើងវាមិនបាក់ដែរតែធ្លាក់ទៅងាប់ហើយកំពុងតែធ្វើសុកគ្នាខ្ញុំក៏បានដែរកាប់បានឆេះមួយទៀតមានបោនិងក្របរបស់វាបន្ទាប់ពីមើលធីមហើយខ្ញុំក៏បានឲ្យបោទៅកាន់គ្នាខ្ញុំហើយខ្ញុំក៏បានមកធ្វើ plan ជាថ្មីខ្ញុំក៏បានដាក់វីដេអូកុំពីដែរកុំឲ្យគ្នាយើងមើលយូរសារវីដេអូនេះនៅ30នាទីជាងហើយខ្ញុំក៏បានអស់ slab ហើយខ្ញុំដើរមកក្រាស់ slab បន្ថែមទៀតវាយូរត្រង់អស់ slab អីនេះក្រាស់យូរដោយសារខ្ញុំមានគ្នាខ្ញុំវាចាំកាប់ប្លុកជួយឈើចឹងទៅខ្ញុំមិនសូវបានកាប់ទេខ្ញុំចាំតែ design នឹងធ្វើទៀតធ្វើអីនេះទៅពេលក្រោយខ្ញុំថាឡើងមកដាក់ slab ទៀតតែជួបជាមួយនឹងប្រមាណក្បាលហ្នឹងវានៅចាំនៅមុខហ្នឹងតែសារខ្ញុំបានដាក់ថយ
ទៅវា spawn មកហើយខ្ញុំក៏បាន use slab ទៅបិទវាមកផ្ទុះឬមកវាយយើងខ្ញុំក៏បានដាក់ថតអូខេគេនឹងហើយវាភ្លឺហើយខ្ញុំក៏បានយកបោពីគ្នាខ្ញុំបាញ់វាងាប់អស់ដើម្បីឡើងទៅដាក់ថយកុំឲ្យវា spawn ទៀតកន្លែងនេះដីរៀងត្រង់ដែរបាញ់ខទៅ2 3ក្រុមក្រោមនឹងត្រូវតែបនហ្នឹងគ្មានខ្លាំងអីទេបនហ្នឹងស្រួលធ្វើស៊ីដែរទេតពីបាញ់ពួកវាងាប់ហើយខ្ញុំក៏ឡើងទៅរក item និងដាក់ slab ដើម្បីបំពេញវាតមកពួកម៉ាក់ខ្ញុំវាក៏បានឆេមមួយទៀតដែលមានប្រទេសធូក្នុងហ្នឹងហើយខ្ញុំក៏បានស្លាប់បន្ថែមទៀតដើម្បីយកទៅបំពេញហើយក៏បានឡើង level special barrel វាមាន lava ដែលជា level ល្អហើយនឹងធូរមួយចំនួន
ហើយខ្ញុំក៏បានឡើងមកដាក់ slab បន្ថែមទៀតដើម្បីវាពេញនៅពេលដែលខ្ញុំដាក់ slab ហើយគ្នាខ្ញុំក៏បានមកបោះ item របស់ខ្ញុំទៅជា tool ហើយខ្ញុំក៏យកវាមកទុកប្រើតបខ្ញុំយកថញមកដាក់ដើម្បីកុំឲ្យវាមាន spawn monster ជា zombie creeper គឺតនអីចឹងខ្ញុំក៏បានដើររើសកូនឈើមួយចំនួនដែរដើម្បីទុកដាំយូរឈើតមកពួកម៉ាខ្ញុំក៏វាកាប់បានចេះមួយដែលវាមានអាមកព្រីមនៅក្នុងនឹងហើយនឹងតែហើយនឹង emerald ហើយនៅពេលដែលខ្ញុំកំកាប់ឈើគ្នាខ្ញុំក៏បានកាប់បានចេះតែនៅក្នុងនោះមាន coal វាក៏ល្អដែរខ្ញុំក៏បានកាត់ទៅធ្វើរបបតែនៅពេលនោះគ្នាខ្ញុំឃើញone block នោះវាឡើងទៅជា level មួយទៀតហើយវាក៏ហៅខ្ញុំឲ្យមកមើលតែវាគ្មានតែចម្លែកទេហើយខ្ញុំក៏ទៅធ្វើរបងដូចធម្មតាវាបានដាក់ទៅសហើយគ្នាខ្ញុំក៏ឲ្យទៅមើលសត្វពីសាឡនដែលវាវាយបានបន្តមកខ្ញុំក៏បានដាក់លបងថែមទៀតដើម្បីកុំឲ្យមានស្អី spawn ចូលបាននឹងការពារឲ្យសត្វខ្ញុំធ្លាក់ចូលទៅក្រោមបន្ទាប់មកក៏ខ្ញុំបានមកកាប់ឈើហើយខ្ញុំក៏បានកាប់បានចេះមួយតែមាន item ច្រើនគួរសមដែរបន្ទាប់ពីកាប់ឈើនឹងមើល item នៅក្នុងចេះហើយខ្ញុំក៏បានមកធ្វើលបងបន្ថែមទៀតអ្នកទាំងអស់គ្នាមិនបាច់ខំឆ្ងល់ថាម៉េចបានខ្ញុំមិនសូវចេះដោយសារខ្ញុំតមករៀនចេះរៀនធ្វើវីដេអូតទៅពីដាក់លបងឲ្យខ្ញុំទៅធ្វើលបងបន្ថែមទៀត
ពេលដែលខ្ញុំកំពុងក្រាស់សុកគ្នាខ្ញុំក៏បានកាប់បានជាមួយទៅនឹងមកព្រីមអាហ្នឹងដូចជាមកព្រីមនៅក្នុងប្រាសាទWarden ហ្នឹងអត់សូវច្បាស់ដែរតែវាស្អាតហើយខ្ញុំក៏បានយកឈើយកមកធ្វើលបងបន្ថែមទៀតអានេះវីដេអូខ្ញុំកាត់ខ្លះព្រោះនេះញ៉ៃញ៉ៃក្រាស់ទៅវិញមកផ្លែតអស់កុំឲ្យវាទាំងងល់ពេលទៅវាឃើញសារជាមួយជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានជួយចុច like និង subscribe សូមឲ្យជួបតែសំណាងល្អរៀនបកកែរៀនចាប់ជាប់ចំណងចាប់បានអរគុណយើងចាំមើលនៅអេពីសូត2បន្តទៀត Goodbye. Easy go.